សួស្តីប្រិយមិត្តវត្តតិចសូមស្វាគមន៍មកកាន់វគ្គទី1នៃ Crypto 101ថ្ងៃនេះយើងនឹងនិយាយអំពី Blockchain ថាតើវាជាអ្វីដំណើរការយ៉ាងម៉េចនិងប្រើប្រាស់ក្នុងវិស័យអ្វីខ្លះតោះចាប់ផ្ដើម Blockchain គឺជាបច្ចេកវិទ្យាមួយដែលដូចជាសៀវភៅកត់ត្រា Digital ដែលអាចរក្សាទុកទិន្នន័យដោយសុវត្ថិភាពនិងមិនអាចកែប្រែបានវាត្រូវបានបង្កើតឡើងដោយភ្ជាប់បណ្ដុំទិន្នន័យឬ block ជាមួយគ្នាតាមរយៈខ្សែសង្វាក់ដែលហៅថា chain អ្វីដែលពិសេសគឺវាមិនត្រូវការអ្នកគ្រប់គ្រងកណ្ដាលដូចជាធនាគារទេ Blockchain ដំណើរការដោយប្រើបណ្ដាញកុំព្យូទ័រជាច្រើនដែលហៅថា node ដើម្បីផ្ទៀងផ្ទាត់និងកត់ត្រារាល់ប្រតិបត្តិការនៅពេលមានប្រតិបត្តិការថ្មីវាត្រូវបានបញ្ជូនទៅ node ទាំងអស់ហើយបន្ទាប់មកត្រូវបានយល់ព្រមវានឹងត្រូវបានបន្ថែមទៅក្នុង block ថ្មី block នោះនឹងត្រូវបានភ្ជាប់ជាមួយ block មុនដោយប្រើកូដសម្ងាត់ដែលធ្វើឲ្យវាសុវត្ថិភាពខ្លាំងនោះហើយជាទិដ្ឋភាពទូទៅអំពី blockchain តើអ្នកគិតយ៉ាងម៉េចដែរសូមប្រាប់យើងនៅក្នុងមតិយោបល់ហើយកុំភ្លេចតាមដានវគ្គបន្ទាប់សូមអរគុណជួបគ្នាលើកក្រោយ